ការប្រៀបធៀបយុទ្ធសាស្ត្ររបស់លោក Volodymyr Zelensky ដែលជាមេដឹកនាំកម្ពុជារបស់ប្រទេសអ៊ុយក្រែននិងលោកហ៊ុនម៉ាណែតដែលជាមេដឹកនាំរបស់ប្រទេសកម្ពុជាគឺជាការសិក្សាអំពីប្រទេសពីរដែលមានបរិបទខុសគ្នាស្រឡះទាំងស្ថានភាពភូមិសាស្ត្រនយោបាយនិងប្រភេទនៃជម្លោះលោក Volodymyr Zelensky ច្បាំងបណ្ដាចរចាបណ្ដាយុទ្ធសាស្ត្ររាសរស់រានក្នុងបរិបទសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ីអ៊ុយក្រែនគ្មានជម្រើសក្រៅពីការការពារទឹកដីដោយអាវុធឡើយការប្រើប្រាស់កម្លាំងបាយ Zelensky ប្រើប្រាស់សមរភូមិដើម្បីពង្រឹងអំណាចចរចាបើគ្មានជ័យជំនះនៅលើទីលាននោះទេសំឡេងនៅលើតុចរចានឹងចុះខ្សោយចរចាដើម្បីសម្ព័ន្ធមិត្តការចរចារបស់លោកមិនមែនមានតែជាមួយសត្រូវរុស្ស៊ីនោះទេប៉ុន្តែគឺជាការចរចាជារៀងរាល់ថ្ងៃជាមួយលោកខាងលិចដើម្បីសុំជំនួយអាវុធនិងហិរញ្ញវត្ថុដំណាភាពនិងការផ្សព្វផ្សាយយុទ្ធសាស្ត្ររបស់លោកគឺក្តៅគគុកលោកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរុញព័ត៌មានទៅកាន់ពិភពលោកដើម្បីកុំឲ្យគេភ្លេចសង្គ្រាមនៅអ៊ុយក្រែនលោកហ៊ុនម៉ាណែតស្ងាត់តែមិនស្ងៀមយុទ្ធសាស្ត្រអំណាចទន់សម្រាប់កម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុនម៉ាណែតមិនមែនស្ថិតក្នុងសង្គ្រាមប្រដាប់អាវុធផ្ទាល់នោះទេប៉ុន្តែជាសង្គ្រាមភូមិសាស្ត្រនយោបាយនិងសង្គ្រាមសេដ្ឋកិច្ចការទូតបែបបូរេសកម្មស្ងាត់ក្នុងន័យនេះគឺការមិនប្រើវោហារសាស្ត្រវាយប្រហារខ្មាំងខ្លាំងឬបង្កជម្លោះជាសាធារណៈលោកជ្រើសរើសយកការចរចាបែបបិទទ្វារនិងការកសាងទំនុកចិត្តជាមួយមហាអំណាចទាំងពីរគឺចិននិងអាមេរិកយុទ្ធសាស្ត្រការពារជាតិបែបទំនើបទោះបីមិនមានការបាញ់បោះប៉ុន្តែការធ្វើទំនើបកម្មកងទ័ពនិងវឹកវើសមយុទ្ធនានាដូចជាសមរភូមិនាគមាសគឺជាការបង្ហាញសាច់ដុំបែបមិនស្ងៀមដើម្បីការពារបូរណភាពទឹកដីសន្តិសុខសេដ្ឋកិច្ចជាអាទិភាពមិនស្ងៀមក្នុងសមរភូមិសេដ្ឋកិច្ចគឺជាការដើរតាក់ទាញវិនិយោគិនបរទេសយ៉ាងសកម្មដែលលោកចាត់ទុកថាជាខែលការពារជាតិដ៏រឹងមាំបំផុតលោក Zelensky ជ្រើសយកសង្គ្រាមពិតសង្គ្រាមក្តៅក្នុងគោលដៅបញ្ឈប់ការឈ្លានពាននិងការយកដីមកវិញប្រើវោហារសាស្ត្រខ្លាំងស្វែងរកការគាំទ្រជាសកលជ័យជំនះលើសមរភូមិនិងអធិបតេយ្យភាពលោកហ៊ុនម៉ាណែតសម្រាប់ជ្រើសយកសន្តិភាពនិងការប្រកួតប្រជែងសង្គ្រាមត្រជាក់រក្សាសន្តិភាពនិងជំរុញកំណើនសេដ្ឋកិច្ចប្រើភាពទន់ភ្លន់តុល្យភាពនៃអំណាចស្ថិរភាពនយោបាយនិងការអភិវឌ្ឍយូរអង្វែងអ្នកដឹកនាំទាំងពីរនាក់សុទ្ធតែស្ថិតក្នុងស្ថានភាពចង្អៀតដូចគ្នា Zelensky នៅចន្លោះរុស្ស៊ីនិង NATO ចំណែកលោកហ៊ុនម៉ាណែតនៅចន្លោះឥទ្ធិពលចិននិងអាមេរិកការសម្រេចចិត្តខុសតែបន្តិចអាចនាំប្រទេសទៅរកគ្រោះថ្នាក់